សញ្ញាអាសន្នដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុមនុស្សភាគច្រើនតែងតែគិតថាដរាបណាខ្លួនឯងនៅតែមានការងារធ្វើឬនៅតែលក់ដូរដាច់មានលុយចូលរាល់ថ្ងៃគឺមិនអីទេប៉ុន្តែអ្នកដឹងទេថាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនកើតឡើងត្រឹមតែមួយថ្ងៃនោះទេវាដូចជាមេរោគមួយដែលលាក់ខ្លួននៅក្នុងកាបូបលុយរបស់អ្នកហើយវាស៊ីលុយរបស់អ្នកនៅក្នុងកាបូបនោះបន្តិចម្ដងតាមរយៈការរស់នៅប្រចាំថ្ងៃបើបងប្អូនមិនព្រមសង្កេតមើលទេថ្ងៃណាមួយវានឹងទុះឡើងคล้ายជាបំណុលវ័នកឬធ្លាក់ខ្លួនអស់លុយចាយភ្លាមថ្ងៃនេះខ្ញុំសូមចែករំលែកនៅសញ្ញាអាសន្ន3យ៉ាងដែលបញ្ជាក់ថាបងប្អូនកំពុងតែដើរចូលផ្លូវគ្រោះថ្នាក់ហិរញ្ញវត្ថុអញ្ចឹងសញ្ញាទី1គឺចាយលុយខែនេះដើម្បីបិទលុយខែមុនសញ្ញាអាសន្នទី1គឺការរត់តាមក្រោយលុយជានិច្ចឬហៅថារស់នៅបែបដង្ហើមចង្រិតតើបងប្អូនកំពុងស្ថិតក្នុងស្ថានភាពមួយដែលឲ្យតែលុយខែថ្មីបើមកភ្លាមឬលក់អីវ៉ាន់បានមកភ្លាមមិនទាន់ទាំងបានសប្បាយចិត្តផងត្រូវដកទៅសងបំណុលគេបិទ credit បង់រំលោះឬក៏សងថ្លៃអីវ៉ាន់ជំពាក់កាលពីខែមុនអស់ពីកាបូបបើបងប្អូនកំពុងចាយលុយខែនេះដើម្បីទូទាត់ជីវភាពកាលពីខែមុនមានន័យថាបងប្អូនកំពុងរស់នៅក្នុងអតីតកាលនិងកំពុងខ្ចីលុយពីអនាគតមកចាយហើយស្ថានភាពបែបនេះដូចយើងកំពុងដើរលើខ្សែពួរអញ្ចឹងឲ្យតែខែណាខកខានចំណូលឬលក់មិនសូវដាច់ភ្លាមប្រព័ន្ធហិរញ្ញវត្ថុរបស់បងប្អូននឹងដួលរលំភ្លាមសញ្ញាអាសន្នទី2គឺការគ្មានខ្នើយហិរញ្ញវត្ថុឬហៅថាគ្មានលុយបម្រុងអាសន្ន emergency fund សាកសួរខ្លួនឯងមើលថាប្រសិនបើថ្ងៃនេះទូរស័ព្ទដែលបងប្អូនកំពុងប្រើសម្រាប់ធ្វើការស្រាប់តែខូចឡានឬម៉ូតូសម្រាប់ធ្វើដំណើរទៅធ្វើការស្រាប់តែខូចត្រូវធ្វើអស់លុយរាប់រយដុល្លារឬសមាជិកគ្រួសារស្រាប់តែឈឺភ្លាមតើបងប្អូនមានលុយសុទ្ធដកមកប្រើភ្លាមទេបើសិនបើចម្លើយគឺអត់មានទេឬត្រូវរត់ទៅខ្ចីម៉ែឪបងប្អូនឬចងការប្រាក់គេនោះជាសញ្ញាគ្រោះថ្នាក់ជីវិតនោះយើងមិនអាចដឹងថានឹងមានរឿងអីកើតឡើងនៅថ្ងៃស្អែកទេការមិនមានលុយបម្រុងស្មើ3ទៅ6ខែនៃចំណាយប្រចាំថ្ងៃគឺដូចជាឡានមួយដែលរត់ទៅមុខដោយអត់មានកង់សកួរអញ្ចឹងឲ្យតែធ្លាយកង់មួយហ្នឹងដឹងតែដេកផ្លូវសញ្ញាទី3មិនដឹងថាខ្លួនឯងចាយលុយអស់ទៅលើអ្វីខ្លះសញ្ញាអាសន្នចុងក្រោយគឺការវង្វេងចំណាយតើបងប្អូនធ្លាប់ជួបអត់ដើមខែដកលុយមកពេញដៃតែដល់ចុងខែបើកកាបូបមកដកសុទ្ធតែលុយរាយពី2000រួចក៏មកអង្គុយឆ្ងល់ខ្លួនឯងថាតើយកលុយទៅធ្វើអីអស់មិនទាន់បានទិញរបស់ធំដុំផងអស់រលីងពីខ្លួនសញ្ញានេះបញ្ជាក់ថាបងប្អូនអត់មានប្រព័ន្ធគ្រប់គ្រងលុយទេហើយកំពុងហូរធ្លាយលុយទៅលើចំណាយតូចតាចដែលមើលមិនឃើញដូចជាថ្លៃកាហ្វេប្រចាំថ្ងៃថ្លៃទិញអនឡាញ shopping តាមអារម្មណ៍ឬក៏ការដើរលេងកម្សាន្តហួសកម្រិតបើបងប្អូនមិនដឹងថាលុយហូរចូលចេញតាមណាទេបងប្អូនក៏គ្មានផ្លូវអាចទប់វាកុំឲ្យធ្លាយបានដែរបើសិនបើបងប្អូនពិនិត្យមើលទៅឃើញថាខ្លួនឯងត្រូវចំណុចមួយណាឬត្រូវទាំងអស់ក្នុងចំណោម3សញ្ញានេះកុំតន់អាលអស់សង្ឃឹមអីជំហានដំបូងដែលត្រូវធ្វើភ្លាមគឺចាប់ផ្ដើមកត់ត្រារាល់ចំណាយទាំងអស់ទោះបីជាអស់1000រៀលក៏ដោយដើម្បីដឹងពីប្រភពធ្លាយលុយបន្ទាប់មកងាកមកអនុវត្តក្បួនបែងចែកភាគរយឲ្យច្បាស់លាស់ទៅលើការចំណាយការដឹងខ្លួនមុនគឺជាការចាប់ផ្ដើមនៃសេរីភាពហិរញ្ញវត្ថុបើសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍និងចង់ដឹងពីវិធីដោះស្រាយលម្អិតកុំភ្លេចជួយចុច like ជួយ share និងជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណជម្រាបលា